អ្នកជំងឺមានអាយុ90ឆ្នាំក៏ចូលមកដែលមានអាការៈហត់ដង្ហក់ភ្លាមងាត់ទ្រូងខ្លាំងនិងមានចង្វាក់បេះដូងលោតងាប់ខ្លាំងខុសពីធម្មតាដែលតម្រូវឲ្យអ្នកជំងឺត្រូវតែសម្រាប់ព្យាបាលនៅឯមន្ទីរពេទ្យលទ្ធផលក្រោយពីធ្វើការថតសួតបានបង្ហាញឲ្យឃើញនៅស្រមោលសរសៃឈាមនៅសួតខាងស្ដាំរបស់អ្នកជំងឺមានការថយចុះក្រោយពីអ្នកជំងឺទទួលបានការពិនិត្យអាការៈរាងកាយនិងរោគសញ្ញារបស់អ្នកជំងឺជាមួយនឹងការចាប់ចង្វាក់បេះដូងនិងការធ្វើអេកូទ្រូងវេជ្ជបណ្ឌិតឯកទេសមានការសង្ស័យថាអ្នកជំងឺអាចនឹងមានការស្ទះសរសៃឈាមនៅក្នុងសួតដែលតម្រូវឲ្យគាត់ត្រូវធ្វើ CT scan សរសៃឈាមសួតលទ្ធផលភ្លាមក្រោយពីធ្វើ CT scan បានបញ្ជាក់យ៉ាងច្បាស់ថាអ្នកជំងឺគាត់ពិតជាមានជំងឺស្ទះសរសៃឈាមធំនៅក្នុងសួតដែលបង្កឡើងដោយកំណកឈាមពិតប្រាកដមែនជំងឺស្ទះសរសៃឈាមក្នុងសួតនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់តែការដែលអ្នកជំងឺគាត់មកទទួលការព្យាបាលបានទាន់ពេលវេលាគឺអាចជួយសង្គ្រោះជីវិតអ្នកជំងឺពីគ្រោះថ្នាក់នៃជំងឺនេះបានព័ត៌មានបន្ថែមគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចតាក់ទងមកពួកយើងតាមរយៈលេខទូរស័ព្ទដែលមាននៅខាងក្នុងវីដេអូនេះឬក៏សម្រាប់ចម្ងល់ផ្សេងៗគឺពុកម៉ែបងប្អូនអាចសួរនៅក្នុង comment នេះក៏បានដែរអរគុណ